ការដែលខ្ញុំមកស៊ីឈ្នួលគេបងប្អូនបាទមកកាយដើមតង្កែងាប់ងាប់ណាបាទម្ចាស់គេឲ្យយើងកាយដើមតង្កែងាប់ងាប់ដើម្បីយើងគុំវាណាបងប្អូនបាទយកឈើមកដើរឆ្កឹះវាកុំឲ្យវានៅជាប់គ្នាទៅព្រោះអីព្រោះម្ចាស់គេការពារកុំឲ្យភ្លើងមកវាឆេះទៅរៀលអញ្ចឹងណាងាប់តង្កែអញ្ចឹងបងប្អូនអ្នកនេះបាទអញ្ចឹងបងប្អូនដូចឃើញផ្លែមួយអញ្ចឹងបាទអញ្ចឹងម្ចាស់គេឲ្យយើងបេះហូបបានបងប្អូនវាសល់អញ្ចឹងណាគេបេះសល់តែល្អបងប្អូនហ្នឹងហើយបើយើងដើរសំមិនចេះទីគីឡូទេបងប្អូនគ្នាបើយើងដើរសំមួយហ្នឹងណាបាទម្ចាស់គេឲ្យបេះចោះអញ្ចឹងណាបាទអញ្ចឹងដោយបងប្អូនឃើញចាក់ស្ដាយអញ្ចឹងបងប្អូនអញ្ចឹងណាបាទហ្នឹងហើយហើយយើងកាយប្រមូលទៅឲ្យវាឃ្លាតពីគល់ហ្នឹងទៅបាទការពារភ្លើងឆេះអីមកទៅវាកុំឲ្យវាងាប់ដើមថ្ងៃអញ្ចឹងបងប្អូនគ្នាហ្នឹងហើយអញ្ចឹងណាមកស៊ីឈ្នួលគេអញ្ចឹងក៏យកកូនយកចៅមកអារម្មណ៍អត់សូវស្រួលទៅបងប្អូនគ្នាហើយកំពុងតែធ្វើការបាទក៏មានអ្នកភូមិទេមកថាឥឡូវនេះសង្គ្រាមយើងបាទបានមកដល់សំឡូតហើយបងប្អូនបាទមកដល់សំឡូតហើយចាប់ដើមភ័យបងប្អូនអត់មានអារម្មណ៍ប្រហែលទេបងប្អូនអើយហ្នឹងហើយល្ងាចនេះវិលទៅផ្ទះវិញរៀបចំកៅអៅបងប្អូនអើយ